សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel Maggie Donut ថ្ងៃនេះ admin មានរឿងថ្មីមកសម្រាប់ជូនអ្នកនរគ្នាដែល sad ខ្លាំងមែនទែនរឿងនេះមានចំណងជើងថា What's it mean to be you តើវាមានន័យយ៉ាងម៉េចនៅក្នុងការក្លាយជាអ្នករឿងនេះនិយាយអំពីការបដូរព្រលឹងគ្នាទៅវិញទៅមករវាងប្តីប្រពន្ធមួយគូដែលអាពាហ៍ពិពាហ៍របស់ពួកគេពិតជារកាំរកូសខ្លាំងមែនទែននិងមិនមានការយល់ចិត្តគ្នាតតែសោះចង់ដឹងថាសាច់រឿងយ៉ាងម៉េចខ្លះតោះចូលទស្សនាអ្នកនរគ្នាសាច់រឿងរបស់យើងផ្ដើមឡើងនៅក្នុងបន្ទប់គេងរបស់នារីម្នាក់ដែលនាងហាក់បីដូចជាពិបាកចិត្តខ្លាំងណាស់ហើយស្ថិតនៅក្នុងអាការៈកើត depression មិនដឹងថានាងបានឆ្លងកាត់រឿងច្រើនប៉ុណ្ណាទេពេលនេះនាងក៏យល់ព្រមចោះចាញ់និងបញ្ចប់ជីវិតខ្លួនតែម្ដងដោយនាងលេបថ្នាំជាច្រើនរួមជាមួយនឹងស្រាក្រហមទៅជាមួយផងដែរដាក់ខ្លួននៅលើគ្រែរងចាំសេចក្តីស្លាប់នាងក៏គិតថាវាពិតជាគួរឲ្យសំណើចមែនទែនដែលនាងមិនមានសូម្បីតែមនុស្សម្នាក់សម្រាប់និយាយពាក្យលាទៅកាន់វាចាប់ផ្ដើមឡើងពីនាងខ្លួនឯងផ្ទាល់ដែលជាព្រះនាងតែម្នាក់នៅក្នុងអាណាចក្រមួយនេះដែលនាងរស់នៅយ៉ាងមានក្តីសុខមិនអាចប្រៀបផ្ទឹមនឹងអ្នកណាបានឡើយបើនាងមិនបានរៀបការជាមួយបារម្ភម្នាក់នោះទេរឿងទាំងនេះក៏មិនកើតឡើងដែរនាងសម្លឹងមើលទៅចិញ្ចៀនរៀបការនៅលើម្រាមដៃរបស់នាងមុននឹងនិយាយពាក្យថាលាហើយប្រទេសនេះត្រូវបានគ្រប់គ្រងដោយស្ដេចមួយអង្គដែលថ្ងៃមួយស្រាប់តែគាត់សោយទីវង្គតភ្លាមៗតែម្ដងអ្នកតវ៉ាក៏នាំគ្នាធ្វើបាតកម្មជាខ្លាំងដល់ថ្នាក់ដាក់ទោសគ្រួសាររាជវង្សថែមទៀតពួកគេទាមទារឲ្យមានការសងសំណងពីគ្រួសាររាជវង្សទៅឲ្យពួកគេវិញស្របពេលនោះផងដែរគ្រួសារ Blooming ក៏ត្រូវការឈ្មោះជាអភិជនល្មមបុរសម្នាក់នោះជាកូនក្រៅផ្លូវការរបស់លោកឯកឧត្តមនិងមានម្ដាយជាជនជាតិបរទេសទោះជាគេជាកូនច្បងពិតមែនប៉ុន្តែដោយសារតែមូលហេតុទាំងនេះគេអាចនឹងមិនមានសិទ្ធិទទួលបានគេមកដល់ឡើយអ្វីដែលគេអាចទទួលបាននោះគឺសមត្ថភាពរបស់ខ្លួនឯងដែលគេអាចរកលុយនិងទិញរបស់របរបានតែប៉ុណ្ណោះដោយគ្រួសាររាជវង្សមានច្បាប់ពីរនៅក្នុងការឲ្យឈ្មោះជាអភិជនទៅនរណាម្នាក់ភាពជោគជ័យនឹងការរៀបការ Winter បារម្ភម្នាក់នោះមានតែជ្រើសរើសយកវិធីរៀបការតែប៉ុណ្ណោះគេបានឲ្យទ្រព្យសម្បត្តិជាច្រើនដើម្បីជួយគ្រួសារ Lockround សងបំណុលទាំងអស់ត្រឡប់មកវិញជាមួយនឹងការរៀបការជាមួយនឹងព្រះនាងម្ចាស់សាច់រឿងរបស់យើងក៏កាត់មក3ឆ្នាំមុននៅក្នុងពិធីមង្គលការដែលពួកគេត្រូវបានប្រកាសជាប្តីប្រពន្ធផ្លូវការ Violet Lawrence ព្រះនាងនៃ Lockround តួស្រីមិនបានដឹងនោះទេថា Winter Blooming សង្ហាយ៉ាងនេះនាងលងស្រឡាញ់គេនៅពេលដែលឃើញគេលើកដំបូងតែម្ដងប៉ុន្តែចុះគេវិញតែគេគិតដូចគ្នាទេតួស្រីក៏ចាប់ដៃរបស់គេឡើងនិងនិយាយឡើងថាបានជួបគេបែបនេះនាងពិតជាមានអារម្មណ៍ថាខ្លួនឯងសំណាងណាស់ Winter ឮហើយក៏មិននិយាយអ្វីឡើយភ្លាមនោះក៏មានមនុស្សម្នាក់គោះកែវស្រាសូមចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាដែលនៅក្នុងកម្មវិធីនោះម្នាក់នោះគឺជា Ash គេសូមអំណរគុណទៅកាន់ភ្ញៀវដែលមកចូលរួមកម្មវិធីមង្គលការរវាងប្អូនស្រីរបស់គេនិងលោក Winter ដែលបានឲ្យថ្លៃទឹកដោះក្នុងតម្លៃ24លានឡាក់នីអរគុណទៅកាន់គេណាស់ដែលគ្រួសាររាជវង្សសូមអំណរអស់រួមជាមួយគ្នានេះដែរគេពិតជាសំទោសណាស់ដែលធ្វើឲ្យប្រទេសខ្លួនស្ថិតនៅក្នុងគ្រោះថ្នាក់ដូច្នេះហើយគេនឹងដកខ្លួនជាអ្នកគ្រប់គ្រងប្រទេសមកឲ្យមន្ត្រីជាអ្នកគ្រប់គ្រងវិញគេនឹងបោះបង់ឈ្មោះជាអភិជនរបស់គ្រួសារគេចោលអញ្ចឹងមានន័យថាឈ្មោះជាអភិជនដែលបានឲ្យទៅ Winter Blooming នោះនឹងក្លាយជាអាសាបង់មនុស្សគ្រប់គ្នាក៏នាំគ្នាសើចចំអកទៅឲ្យ Winter ដែលចាញ់បោកគេបែបនេះហើយបែរជាទៅសរសើរគ្រួសារ Lawrence ទៅវិញ Winter ខឹងជាខ្លាំងឡើងគេច្បាច់កែវស្រាបែកទៅហើយគេក៏ប្រឡែងដៃរបស់ Violet ហើយដើរចេញទៅភ្លាមនោះគ្រួសារ Blooming ក៏បន្តវ៉ាមិនឲ្យតួស្រីនៅក្នុងគ្រួសារនេះទៀតទេហើយទាមទារទ្រព្យសម្បត្តិទាំងប្រមាណមកវិញទាំងអស់ប៉ុន្តែដូចដឹងតួស្រីយើងគឺមិនអាចធ្វើអ្វីបាននោះទេការសម្រេចចិត្តរបស់បងប្រុសម្នាក់នេះហើយដែលធ្វើឲ្យប្អូនស្រីខ្លួនរស់នៅក្នុងនរកទាំងរស់អស់រយៈពេល3ឆ្នាំ Violet ក៏រត់តាម Winter អង្វរឲ្យគេនៅមួយថ្ងៃទៀតទៅហើយទៅពិធីជប់លៀងជាមួយនឹងនាងប៉ុន្តែ Winter វិញបែរជាឲ្យនាងលែងគេទៅគេនឹងមកវិញក្នុងពេលមួយអាទិត្យនាងអាចទៅពិធីជប់លៀងម្នាក់ឯងបានហើយយកលេសថាឈឺទៅបើមិនចង់ទៅនាងប្រាប់គេបើវិញ្ញាយស្រួលបែបនោះនាងមិនមកអង្វរគេបែបនេះទេប៉ុន្តែបរិសុទ្ធជាត្រជាក់ម្នាក់នេះបែរជាតបវិញថានាងពិតជាខ្ជះខ្ជាយពេលវេលាគេណាស់តើនាងដឹងទេថាគេខាតលុយច្រើនប៉ុណ្ណាសម្រាប់អាពាហ៍ពិពាហ៍មួយនេះ Violet តបថានាងដឹង
Winter ក៏កាត់តែម្ដងបើដឹងហើយនាងសក់24លាននោះមកវិញមកបើគ្មានសមត្ថភាពទេគួយតែនៅស្ងៀមស្ងាត់ហើយកុំបង្កបញ្ហាទៅហើយឥឡូវក៏ស្រែកឡើងវាមិនអីនោះទេបើយល់តែមួយថ្ងៃនោះនាងសុំតែមួយលើកនេះទេជាមួយនឹងកសែភ្នែកដ៏ត្រជាក់គ្មានភាពអាណិតមួយនេះគេក៏ប្រឡែងដៃរបស់នាងនឹងចេញទៅរួមជាមួយនឹងការបង្ហាញឲ្យដឹងថាគេធុញនឹងនាងខ្លាំងណាស់វាអស់រយៈពេល3ឆ្នាំទៅហើយដែលនាងរស់នៅក្នុងអាពាហ៍ពិពាហ៍ដ៏សែនអាក្រក់នេះនាងឆ្ងល់ណាស់ថាប្តីរបស់នាងនឹងទុកពេលវេលាឲ្យនាងដែរទេបើសិនជាវាជាបុណ្យសពរបស់នាងនោះកាត់មកក្នុងបន្ទប់របស់តួស្រីគ្រូពេទ្យប្រចាំគ្រួសារក៏រាយរាប់ថាមើលទៅសុខភាពរបស់នាងមិនមានអ្វីខុសប្លែកនោះទេទោះជា Violet ប្រាប់ថានាងពិតជាឈឺក្បាលខ្លាំងណាស់ស្ទើរតែឈរមិនបានទៅហើយក៏គ្រូពេទ្យនោះមិនខ្វល់ដែរទៅជាថាឲ្យនាងវិញនាងធំឡើងនៅក្នុងគ្រួសារសុខស្រួលហើយឥឡូវបែរជាមកខ្លែងជាឈឺទៀតជប់សម្ដែងទៀតទៅហើយដើរជុំវិញនេះបន្តិចទៅនេះជាវិជ្ជបញ្ជារបស់គេបើនាងនៅតែធ្វើពុតទៀតគេនឹងប្រាប់លោកជំទាវធំជាមិនខានទោះស្រីឈឺក្បាលពេកនាងក៏ចង់ផ្លាស់ប្ដូរអ្វីមួយនោះគឺការកាត់សក់របស់នាងឲ្យខ្លីប៉ុន្តែអ្នកបម្រើមិនយល់បែរជាគិតថានាងកាត់សក់ដើម្បីឲ្យពួកគេងាយស្រួលមើលថែយ៉ាងណាមិញសក់ពណ៌មាសរបស់នាងមិនស្អាតអីផងទោះស្រីមិនចង់មកកម្មវិធីនេះទេនាងសូមឲ្យគ្រប់គ្នាកុំខ្វល់ពីនាងទៅចោះភ្លាមនោះម្ដាយក្មេករបស់នាង Catherine និងបងថ្លៃរបស់នាង DF ក៏ចេញមកសួស្ដីនាងដោយនិយាយឡើងថានាងឈឺទៀតហើយហើយគ្រូពេទ្យថាយ៉ាងម៉េចដែរភ្លាមនោះចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាក៏មករកVioletតែម្ដងដោយគេថានាងធ្វើពុតជាឈឺព្រោះមិនចង់ចូលរួមកម្មវិធីម្ដាយក្មេករបស់ខ្លួនឯង Catherine ក៏បន្តថាវាធម្មតាទេព្រោះនាងធ្លាប់តែជាប៉នាងអញ្ចឹងហើយនាងតែមិនស្រួលបន្តិចគឺនាងឈឺហើយមែនហើយរឿងរ៉ាវព្រះនាងដែលធ្លាប់តែមានក្តីសោកបែរជាជីវិតប្រែក្លាយ360ដឺក្រេទៅជាខ្ទេចខ្ទីអ្នកណាក៏ដឹងដែរហើយនៅតែនិយាយមិនថានាងទៅដោះទីណាទេលាក់ពួននឹងមនុស្សគ្រប់គ្នាViolet ក៏មកឈរនៅក្រៅភូមិគ្រឹះតែម្នាក់ឯងនាងពិតជាសង្ឃឹមថាកម្មវិធីនេះចប់ឆាប់ណាស់ភ្លាមនោះប្អូនថ្លៃរបស់នាងក៏មកដល់ជាមួយនឹងពាក្យសម្ដីទន់ភ្លន់ជាខ្លាំងគេក៏យកកន្សែងមកគ្របឲ្យនាងព្រោះថាអាកាសធាតុត្រជាក់ណាស់គេក៏និយាយឡើងឃើញនាងនៅតែម្នាក់ឯងបែបនេះបងប្រុសគេច្បាស់ជារវល់នឹងការងារខ្លាំងហើយសូមកុំគិតពីការនិយាយរបស់មនុស្សទាំងនោះដាក់ក្នុងចិត្តអីសុកគេក៏បបួលVioletផឹកស្រាជាមួយគ្នាតែម្ដងដោយពួកគេមិនចាំបាច់គិតពីរឿងមុខមាត់អ្វីទេបងប្រុសរបស់គេរវល់រហូតនឹងមិនដែលមានពេលនៅផ្ទះទេនាងជាព្រះនាងគួរតែជ្រើសរើសយកផ្លូវឆ្លាតទៅVioletក៏ឲ្យគេលែងនាងហើយរត់ចេញទៅបន្តពីដើមសាច់រឿងដែលនាងបានលេបថ្នាំដើម្បីបញ្ចប់ជីវិតខ្លួនឯងនេះតើអ្នកណាទៅដឹងទៅថាកូនប្រុសគ្រួសារ Blooming មកធ្វើបែបនេះដាក់ប្រពន្ធបងស្រីរបស់ខ្លួនបើនាងនិយាយទៅមានអ្នកជឿដែរទេនាងពិតជាហត់ខ្លាំងណាស់នាងមិនចង់ខ្លាចជាបាវខ្សាច់សម្រាប់ពួកគេវាយទៀតនោះទេដូច្នេះហើយលាហើយអតីតកាលដ៏ស្រស់ស្អាតរបស់ខ្ញុំលាហើយអាពាហ៍ពិពាហ៍ដ៏សែនអាក្រក់លាហើយ Winter ចម្លែកណាស់នាងមិនមានការឈឺចាប់សូម្បីតែបន្តិចការឈឺក្បាលរបស់នាងក៏បាត់ទៅបើនាងដឹងថាការស្លាប់វាងាយស្រួលបែបនេះនាងគួរតែធ្វើវានៅ3ឆ្នាំមុនមកម្ល៉េះនាងក៏និយាយឡើងពិតជាស្រួលខ្លួនមែនតើមានណាសម្លេងនោះមិនមែនជាសម្លេងរបស់នាងទេតែបែរជាសម្លេងរបស់មនុស្សប្រុសទៅវិញនាងក៏ស្ទុះឡើងភ្លាមហើយឃើញថានេះមិនមែនជាខ្លួនប្រាណរបស់នាងនោះទេយ៉ាងមិនដែរអ្នកទាំងអស់គ្នាសាច់រឿងល្អមើលទេនៅមានសាច់រឿងបតកលាជាងនេះទៀតហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានភាពបន្តក៏កុំភ្លេចខមមិនភាពបន្តទាំងអស់គ្នាណាអរគុណ